ហើយអាកន្លែងនេះគឺជាកន្លែងដែលគ្រោះថ្នាក់ជាងគេហើយក៏វាបានលុយជាងគេដែរអញ្ចឹងណាបាទនៅពេលដែលបងប្អូនមកបង្កើតផលចំណេញមកបង្កើតនៅក្នុងមុខងារជួសជុលហ្នឹងហើយបាទជួនកាលទៅ500ដាក់ទៅដាច់ប៉ិតបញ្ចូលទៅពីទ្វាហើយកន្លែងនេះគឺកន្លែងដែលបេះដូងយើងញ័រញាក់ញ័រក៏កន្លែងហ្នឹងដែរណាបាទហ្នឹងបើហត់ដំត្រេនហ្នឹងគឺត្រេនជាមួយ Bitcoin ហ្មងដែរអត់ត្រេនជាមួយ អត់ទៀងទេអត់ទៀងទេអត់ទៀងមើលដែរអ្នកណាច្បាស់ណាគេ trade អាហ្នឹងទៅដូចអ្នកខ្លះគាត់ច្បាស់ពីកាក់ Ethereum គាត់អត់ trade ពីអីទេគាត់មើលតែ Ethereum បាទពួកគេអត់សំខាន់រឿងកាក់ណាទេសំខាន់គឺគេរលួយពីហ្នឹង make money បាទសំខាន់គោលដៅគេ make money ហើយកាក់នេះมันអាចលេងស្មោះស្ម័គ្របានទេកាន់តែស្មោះស្ម័គ្រកាន់តែគ្រោះថ្នាក់ដូចកាលខ្ញុំ2020ខ្ញុំកាន់ VChain ណា 100000 គ្រាប់កាលហ្នឹង VChain 100000 គ្រាប់ដូចឡើងបានជាជិតជាង$10000ហើយខ្ញុំវាគិតថាទុកឲ្យវាឡើងដល់$1ចាំលក់មើល$1វាបាន100000យល់ទេបាទដល់ពេលវាចុះមកចុះយូរសល់2005ហើយដល់ពេលសល់2005យើងភ័យខ្លាចកាក់ហ្នឹងវាមានបញ្ហាទៀតហើយវាឡើងតិចលក់បាត់ហើយវាឡើងវិញបាទអត់ទេឥឡូវក៏វាដេកទេអញ្ចឹងណាបាទអញ្ចឹងរឿងអាកាក់នេះស្មោះស្ម័គ្រមួយវាមិនកើតទេចំណេញលក់ទៅវាគ្មានទីកំណត់ទេណាឥឡូវឧទាហរណ៍នេះឥឡូវឧទាហរណ៍ដូច Bitcoin ជាក់ស្ដែង Bitcoin ជាក់ស្ដែងអ្នកខ្លះនៅពេលដែល Bitcoin 90000ជាងអ្នកខ្លះចូលទីផ្សារទិញឥឡូវ Bitcoin ចុះហើយចុះហ្នឹងអង្គុយគិតមិនពុកភ័យតិចវាចុះមក6000តិចចុះមកទៀតទៅណាចឹងណាហើយដល់ពេលពួកអ្នកដែលគេចំណេញនេះគេទិញ Bitcoin តាំងពីអាណាបាទនេះតាំងពី60000ជាងនេះគេចាប់ដើម trade ទិញតាំងពីនេះ76អាខ្លះទិញបាន66នេះពួកគេទិញអញ្ចឹងអាពួកហ្នឹងគឺគេកាត់យកចំណេញអស់ហើយចឹងណាបាទតែអ្នកនៅគឺពួកស្លន់ស្លោពួកចូលដល់នេះអាពួកចូលកប់នេះអា90000ជាងអីហ្នឹងបាទអាហ្នឹងណាបាទចុះ fee នៅក្នុងការឆាចបាយហ្នឹងយើងដឹងហ្នឹងលោកឧទាហរណ៍ដឹងហូលអីអត់ទេវាអត់មានគិតរឿងតាក់ទងហូលទេforex trade បើផត់មកយក forex វាតាំងពី fee forex មានណា fee forex មានទី1 commission បើ broker នៅស្រុកខ្មែរវាគិត commission មកទី2 spread ទី3 swap អា swap ហ្នឹងហូលមកយប់ហើយបាទហ្នឹងហូលមកយប់តែ Bitcoin អត់មានទេcrypto អត់មានទេមានតែមួយគត់ពេលដែលយើងទិញវាកាត់ fee តែប៉ុណ្្នឹងទេហើយពេលលក់វិញពេលលក់វាកាត់ fee ប៉ុណ្្នឹងទេបាទអូខេយល់ទេតែអា hold អីក៏ដូចគ្នាដែរបាទ future ក៏ដូចគ្នាដែរអូខេបាទប៉ុន្តែគ្រាន់តែថាអាកាក់ខ្លះវា fee វារៀងខ្ពស់អញ្ចឹងណាកាក់ខ្លះណាបាទ